ជំរាបសួរអ្នកខ្ញុំឈ្មោះមុនសេរីកាគឺជាតំណាងបណ្ដាញការងារសហគមន៍នៅក្នុងពេលនេះដែរអ្នកខ្ញុំសូមគោរពជម្រាបទៅដល់អស់លោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ក៏ដូចជាបងប្អូនដែលបានជ្រាបថាក្នុងថ្ងៃនេះគឺជាទិវាអន្តរជាតិនារីឆ្នាំ2022នៅក្នុងយុទ្ធនាការបញ្ឈប់ភាពលំអៀងហើយខ្ញុំពិតជាមានមោទនភាពមែនទែនក៏ដូចជាមានសេចក្តីរីករាយដែលបានសម្ដែងនៅការគាំទ្រក្នុងទិវាអន្តរជាតិនារីនេះដែលជាទិវាមួយដែលសំខាន់សម្រាប់ស្ត្រីហើយនិងកុមារក្មេងស្រីយើងផងដែរក្នុងនោះដែរក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជារបស់យើងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ជីវភាពប្រចាំថ្ងៃការងារនិងមានការព្រួយបារម្ភជាច្រើនដើម្បីការពារនិងទប់ស្កាត់នៃការចម្លងមេរោគ Covid-19 រាជរដ្ឋាភិបាលរបស់យើងបានហាម5ការធ្វើដំណើរទៅក្រៅប្រទេសការរក្សាគម្លាតនិងការបិទទ្វារនៃការធ្វើដំណើរក្នុងស្រុកការបិទសាលារៀនសាកលវិទ្យាល័យនិងកន្លែងកម្សាន្តផ្សេងៗដែលធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍ក្មេងស្រីក្នុងសហគមន៍ក៏ដូចជាក្មេងស្រីទូទៅរបស់យើងផងដែរបញ្ហាជាច្រើនបានកើតឡើងចំពោះស្ត្រីហើយនិងក្មេងស្រីនៅលើពិភពលោកហើយបញ្ហាទាំងនោះគឺមានដូចជាវិសមភាព gender ដែលយើងនៅតែមានឃើញនៅក្នុងប្រទេសកម្ពុជារបស់យើងដោយសារប្រជាពលរដ្ឋជាច្រើនដែលតែជឿជាក់ថាបុរសគឺល្អជាងស្ត្រីហើយជាទូទៅស្ត្រីតែងតែមើលឃើញនៅក្នុងប្រទេសកម្ពុជាថាទៀបជាងបុរសឬក៏អាចនិយាយបានជារឿយៗថាគឺគាត់មានភាពទន់ខ្សោយជាងបុរសហើយបញ្ហាទាំងនេះយើងតែងតែឃើញជាពិសេសគឺនៅតំបន់ជនបទនៃប្រទេសកម្ពុជាបន្ថែមពីនេះទៅទៀតស្ត្រីនិងក្មេងស្រីរបស់យើងក៏ជួបនឹងបញ្ហាជាច្រើនទៀតដូចជាបញ្ហាលើការសិក្សាដែលគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សានិងមិនមានឱកាសបញ្ហានៃការរើសអើងនិងមេរោគអេដស៍ហើយការរំលោភបំពានទាំងផ្លូវកាយផ្លូវចិត្តហើយនិងផ្លូវភេទរបស់គាត់ជាពិសេសជាងគេនោះគឺការរីករាលដាលនៃមេរោគ Covid-19 ហើយនិងជំងឺអេដស៍នៅក្នុងទិវាអន្តរជាតិនារីនេះយើងសូមកាត់សរសើរទៅដល់ការចូលរួមរបស់ស្ត្រីគ្រប់ទីកន្លែងជាពិសេសនៅទូទាំងពិភពលោកដែលបានគាំទ្រទៅដល់ស្ត្រីហើយនិងក្មេងស្រីដោយខិតខំប្រឹងប្រែងឲ្យមានសមភាព gender និងធ្វើអ្វីដែលចាំបាច់ដើម្បីបង្កើតពិភពលោកមួយដែលរក្សាស្ត្រីហើយនិងក្មេងស្រីឲ្យមានសុវត្ថិភាពនេះខ្ញុំក៏សូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលសហគមន៍ឲ្យជួយធានាការពារនិងផ្ដល់ឱកាសឲ្យស្ត្រីទទួលបានភាពជោគជ័យក៏ដូចជាផ្ដល់ឱកាសដល់ស្ត្រីដែលជោគជ័យផ្ទាល់ខ្លួនបង្ហាញនិងចែករំលែកនៅអ្វីដែលពួកគេខំធ្វើកន្លងមកដើម្បីបំបែកនៅភាពលំអៀងតស៊ូនិងជំនះរាល់ឧបសគ្គទាំងអស់ដែលពួកគេបានជួបក៏ដូចជាភាពជោគជ័យផ្ទាល់ខ្លួនដែលពួកគេខំតស៊ូនិងជំនះកន្លងមកដល់អំណាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងទិវានារីអន្តរជាតិគឺកំពុងតែបង្ហាញអំពីភាពក្លាហានក៏ដូចជាការតស៊ូរបស់ពួកគេដើម្បីបំបែកនៅភាពលំអៀងដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេផងដែរហើយវាផ្ដល់មកវិញនូវផលវិជ្ជមានដែលធ្វើឲ្យពួកគេអាចរស់នៅបាននៅក្នុងសង្គមគ្រួសារក៏ដូចជាសហគមន៍ទាំងមូលយើងក៏មិនត្រូវភ្លេចដែរថាអត្តពលនៃមេរោគ Covid-19 មានការធ្លាក់ចុះនៅក្នុងប្រទេសអ្នកមានមួយចំនួនហើយវានៅតែបង្កដល់ផលលំបាកចំពោះស្ត្រីយ៉ាងលើសលប់ជាពិសេសគឺនៅប្រទេសកំពុងអភិវឌ្ឍនេះផងដែរហើយឥឡូវនេះលើពីពេលណាទាំងអស់យើងត្រូវធ្វើអ្វីគ្រប់យ៉ាងជាពិសេសគឺបំបែកភាពលំអៀងដើម្បីឲ្យស្ត្រីទទួលបានអ្វីគ្រប់យ៉ាងហើយធ្វើឲ្យជីវិតរបស់គេទទួលបានជោគជ័យ